រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានសារភាពថាមីស៊ីលប្រទេសរបស់ខ្លួនមិនអាចបាញ់ដល់ដីសហរដ្ឋអាមេរិកបាននោះទេក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS របស់អាមេរិកកាលពីថ្ងៃចុងសប្តាហ៍លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានលើកឡើងថាមីស៊ីលរបស់អ៊ីរ៉ង់មិនអាចបាញ់ដល់ដីអាមេរិកបានទេយ៉ាងណាប្រមុខការទូតអ៊ីរ៉ង់រូបនេះព្រមានថាប្រទេសរបស់លោកនឹងត្រូវបង្ខំឲ្យវាយប្រហារមកវិញទៅលើទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ាដើម្បីឆ្លើយតបទៅនឹងការវាយប្រហារជាថ្មីលោកអារ៉ាជីបានប្រាប់ថាប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារមកលើពួកយើងនោះយើងមានសិទ្ធិគ្រប់បែបយ៉ាងដើម្បីការពារខ្លួននោះគឺជាសកម្មភាពឈ្លានពានលោកបញ្ជាក់ថាការឆ្លើយតបរបស់អ៊ីរ៉ង់គឺជារឿងត្រឹមត្រូវនិងស្របច្បាប់គួរបញ្ជាក់ថាភាពតានតឹងបានកើតឡើងក្រោយពេលដែលទីក្រុង Washington បានដាក់ពង្រាយយោធាឈុតធំនៅតំបន់មជ្ឈិមបូព៌ាតាំងពីចុងខែមុនដើម្បីគម្រាមកំហែងវាយប្រហារយោធាដល់អ៊ីរ៉ង់ដាក់សម្ពាធឲ្យចុះកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរនិងក្រោយពេលមានការបង្ក្រាបបាតុកម្មបង្ហូរឈាមនៅសាធារណរដ្ឋអ៊ីស្លាមមួយនេះ